សួរថាក្នុងសាលាណាដែលខ្ញុំ recommend ហ្មង the best one គឺ Belty ខ្ញុំសួរអ្នកគ្នាស្វាគមន៍មកកាន់ Gora podcast ឬក៏ Gora Run ខានចេញវីដេអូយូរហើយមានសំណួរ2ដែលបងប្អូនយើងសួរមកកាន់ខ្ញុំនៅក្នុងវីដេអូដែលខ្ញុំធ្វើតាក់ទងជាមួយនឹង marketing តែសំណួរទី1ខ្ញុំសូមឆ្លើយទៅបងប្រុសម្នាក់ដែលគាត់សួរហើយគាត់រៀនទី12ដែរគាត់ថាតើជំនាញហ្នឹងគួររៀនសាលាណាអញ្ចឹងខ្ញុំអត់ដឹងថាឆ្លើយមិនដែរសម្រាប់សាលាវាមិនប្រកាសថាយើងគួររៀនសាលាណាដែលល្អទេសំខាន់លើយើងខ្លួនឯងទេប៉ុន្តែពីខ្ញុំទៅខ្ញុំ recommend ឲ្យអ្នកទាំងគ្នារកសាលាណាដែលគេមានកន្លែងអនុវត្តផ្ទាល់មានន័យថាគេមានចុះកម្មសិក្សានៅកន្លែងនេះមានចុះក្រុមហ៊ុនណាអញ្ចឹងជារៀងរាល់ខែឬក៏2អាទិត្យម្ដងឬក៏មួយខែម្ដងយ៉ាងហោចណាស់ណាឬក៏មកឈោមាសម្ដងដែរកុំឲ្យអត់សោះហ្មងបើសិនជាអត់សោះអាហ្នឹងវាពិបាកដែរហើយទី2ដែរអ្នកគ្នារកសាលាណាដែលគេធ្វើតាក់ទងជាមួយនឹង digital របស់អ្នកគ្នាដឹងស្រាប់ហើយថា marketing យើងអាចធ្វើ offline ដូចមុនទេយើងអាចរៀនតែទិសដីដែលគេយកមកពីការមុនអីយកមកនិយាយអាហ្នឹងវាអត់ត្រូវដោយសារបរិបទឥឡូវយើងធ្វើ digital អញ្ចឹងអ្នកគ្នាត្រូវតែរកសាលាណាដែលគេធ្វើ digital ខ្លះរៀន digital ផងនិងរៀន offline ផងអាហ្នឹងត្រូវចូលគ្នាជា2អញ្ចឹងហ្មងហើយសម្រាប់សាលាខ្ញុំរៀនចប់ហ្នឹងខ្ញុំអត់អ្នក recommend ឲ្យអ្នកគ្នាទៅរៀនទេអ្នកគ្នាអាចរកគិតខ្លួនឯងប៉ុន្តែសួរថាក្នុងសាលាណាដែលខ្ញុំ recommend ហ្មង the best one គឺ Belty ដោយសារគឺជាសាលាដែលយើងអាចរៀនផងអនុវត្តផ្ទាល់ផងដោយសារនៅហ្នឹងគឺគេមានឲ្យយើងចុះកម្មសិក្សានៅនឹងអីផ្សេងទៅក្រុមហ៊ុនអីផ្សេងអញ្ចឹងណាហើយបើអ្នកគ្នាចង់ច្បាស់នេះខ្ញុំមានសាកសីនៅនឹងស្រាប់ហ្មងដោយសារគាត់រៀននៅហ្នឹងត្រូវអត់ត្រូវហ្នឹងហើយអញ្ចឹងបើអ្នកគ្នារៀនសាលាហ្នឹងគឺដោយសារគេចុះកម្មសិក្សាហ្នឹងហើយជាក់ស្ដែងអញ្ចឹងហ្មងអញ្ចឹងវាធ្វើឲ្យយើងយល់ដឹងដែរថាអូអាផ្នែក digital វាមិនហើយយើងអាចយល់ពីឥឡូវវាធ្វើវីដេអូធ្វើអីដែរព្រោះmarketing ឥឡូវគឺយើងត្រូវចេះដែរវីដេអូសរសេរ script ផ្សេងអីហ្នឹងគឺយើងត្រូវតែចេះដាច់ខាតហ្មងអាហ្នឹងគឺសំណួរទី1សម្រាប់សំណួរទី2ដែលគាត់សួរដែរគាត់ថាឲ្យចង់លម្អិតតាក់ទងពីជំនាញ marketing ហ្នឹងអញ្ចឹងដូចខ្ញុំប្រាប់អ្នកគ្នាអញ្ចឹង marketing វាមានច្រើនវាមិនមានតែមួយទេវាមានអាចធ្វើ branding marketing digital marketing អីផ្សេងសម្រាប់អ្នកផ្សេង script អ្នកផ្សេងអីផ្សេងដែរអញ្ចឹងឧទាហរណ៍តាក់ទងជាមួយនឹងការធ្វើ branding អញ្ចឹងគឺមានអ្នកម្នាក់ដែលគាត់ត្រូវទៅ say script ថាអូខេយើងត្រូវតែមានធ្វើរបៀបចេះ event ចេះក្នុងរដូវកាលគេបិណ្ឌភ្ជុំយើងត្រូវធ្វើអញ្ចេះចូលឆ្នាំត្រូវធ្វើអញ្ចេះអញ្ចឹងទៅអាហ្នឹងគឺគេមានmộtផ្នែកដែរអញ្ចឹងបើអ្នកគ្នាបកកែសរសេរបកកែ creative អាចធ្វើអាហ្នឹងក៏បានដែរក្រុមហ៊ុនណាក៏គេរើសអាហ្នឹងដែរមិនថាក្រុមហ៊ុនដែលយើងធ្វើសពថ្ងៃដូចក្រុមហ៊ុន Chipmunk ឬក្រុមហ៊ុនអីផ្សេងគឺគេមានអាហ្នឹងធ្វើអាហ្នឹងទាំងអស់អញ្ចឹងអូខេអាហ្នឹងតាក់ទងជាមួយនឹងការធ្វើ branding អញ្ចឹងទៅហើយតាក់ទងមួយទី2គឺអ្នកគ្នាអាចទៅធ្វើជាអ្នកផលិតវីដេអូមានន័យថាអ្នកគ្នាធ្វើវីដេអូ marketing មានន័យថាទៅធ្វើវីដេអូតាក់ទងពីប្រដាកអីអញ្ចឹងទៅឥឡូវខ្ញុំលើកឧទាហរណ៍ថាពី KB ឬក៏ខ្មែរ Beverages គឺគាត់មានផលិតផលជាច្រើនអញ្ចឹងអ្នក marketing ពេលខ្លះគឺគាត់អត់គេឲ្យយើងធ្វើទាំងអស់ទេគឺគេឲ្យធ្វើមួយ brand ឧទាហរណ៍ថាអ្នកគ្នាទៅធ្វើពី sport អញ្ចឹងអ្នកគ្នាទៅធ្វើតែពី sport ទេបើអ្នកគ្នាអាចទៅច្របល់ព្រោះយើងត្រូវរក concept តាក់ទងពី sport ដែរបើឲ្យយើងទៅសេរ៉ាត់តប៉ះតពីហ្នឹងគឺអត់កើតដែរវាធ្វើឲ្យពិបាកដែរតែអាហ្នឹងឯងគឺជាវីដេអូ marketing ដែលអ្នកគ្នាត្រូវតែធ្វើសម្រាប់ជំនាញ marketing ហ្នឹងហើយបើបងប្អូនដែលកំពុងតែរៀនជំនាញហ្នឹងគឺខ្ញុំ recommend ឲ្យព្យាយាមរៀន digital ឲ្យបានច្រើនតាក់ទងពីការ boost page boost TikTok អីហ្នឹងអ្នកគ្នាត្រូវស្វែងយល់ដោយសារហ្នឹងយើងត្រូវចេះដែរហើយហ្នឹងហើយបង្កើតមាតិកាហើយក៏ដូចជាការធ្វើរបៀបធ្វើ content មិនអីចឹងទៅយើងអាចមើលវីដេអូអីផ្សេងពីគេទៅវិញទៅមកអញ្ចឹងហើយបើអ្នកគ្នាសួរថាអូការធ្វើវីដេអូហ្នឹងយើងត្រូវហោះ concept មិនខ្ញុំមាន guest ម្នាក់ដែរគឺគាត់នឹងនិយាយតាក់ទងពីអាហ្នឹងតាក់ទងពីរបៀបក្នុងការរកកណិតច្នៃប្រឌិតធ្វើវីដេអូ marketing អូខេកូអញ្ចឹងសូមចែកលេខពួកគាត់តិចតាក់ទងពីអាហ្នឹងព្រោះខ្ញុំអត់សូវបកកែទេសារខ្ញុំមកឯងធ្វើ sale ទេអូខេខ្ញុំខាង graphic design ទេប៉ុន្តែខ្ញុំក៏អត់សូវយល់ដឹងអំពីខាងmarketing ដែរអញ្ចឹងបើតាមខ្ញុំអត់សូវខ្ញុំធ្វើការមួយរយៈនេះមកជាទូទៅយើងត្រូវការ research បន្ថែមបើសិនតែ
ការងារហ្នឹងគេឧទាហរណ៍ថាមេដាក់ project មកឲ្យយើងធ្វើហើយយើងត្រូវការ research នៅ idea គំនិតថ្មីឬមួយក៏លក្ខណៈថាឧទាហរណ៍ថាយើងធ្វើវីដេអូ content នៃមួយចុះតាក់ទងពី product តាក់ទងពី brand របស់យើងអញ្ចឹងកាលណាតែមេកាត់ឲ្យយើងធ្វើហើយអញ្ចឹងយើង research idea គំនិតលក្ខណៈថា funny អីជាដើមអញ្ចឹងយើងយកវីដេអូយក idea គេទាំងអស់ហ្នឹងមកយើងយកមកចម្រាញ់ធ្វើរបស់ខ្លួនឯងឬមួយក៏យើងធ្វើបែបលក្ខណៈស្តៀងគេក៏បានដែរតែយើងធ្វើបែបលក្ខណៈថាវីដេអូជាខ្លួនយើងន័យថាជា brand របស់យើងហ្នឹងឧទាហរណ៍ថាយើងធ្វើ brand កអញ្ចឹងយើងលក្ខណៈថាទៅ research brand កខងមកដើម្បីយកមកធ្វើជា brand ករបស់យើងអញ្ចឹងហើយជាទូទៅការដែលយើងធ្វើខាងផ្នែក digital គឺកិច្ចអត់ផុតអំពីការ research ទេអញ្ចឹងយើងបើសិនយើងបកកាយ research បកកាយស្វែងយល់ច្រើនគឺគំនិតរបស់យើងគឺទូលំទូលាយបែបហ្នឹងហើយជាទូទៅការងារមួយគឺវាមិនមែនលក្ខណៈថាវាមិនមែនអាចយើងធ្វើបានទាំងអស់ទេបើសិនជាមានបទពិសោធន៍ប៉ុន្តែដូចជាខ្ញុំធ្លាប់អត់ដែលធ្វើការងារអញ្ចឹងតែដល់ពេលខ្ញុំធ្វើការងារអញ្ចឹងខ្ញុំអាចស្វែងយល់អំពីមេរបស់ខ្ញុំផ្សេងៗដែលគាត់ផ្ដល់គំនិតក៏ដូចជា idea ប្រាប់ថាអូខេធ្វើជាមួយចោះមួយជាដើមអញ្ចឹងអូខេអាហ្នឹងគឺជាកណិតនៃការធ្វើវីដេអូអ្នកគ្នាអញ្ចឹងបើសិនអ្នកគ្នាចង់ដឹងបន្ថែមពីការធ្វើវីដេអូហ្នឹងផាយខ្ញុំអាចតែមានវីដេអូមួយទៀតសម្រាប់អ្នកគ្នាធ្វើបើសិនអ្នកគ្នាត្រូវការ intern ត្រូវការអីអញ្ចឹងចង់បានកណិតអីគឺខ្ញុំអាចនឹងធ្វើវីដេអូមួយទៀតគឺឲ្យគាត់ជាអ្នកនិយាយ detail ពីអាហ្នឹងហ្មងដោយសារការងារខ្ញុំរងថ្ងៃវាអត់បានធ្វើអាហ្នឹងបើអញ្ចឹងបើសិនជាឲ្យខ្ញុំទៅនិយាយវាខ្លាចខ្ញុំនិយាយអត់ត្រូវវាអត់ជាក់ស្ដែងអញ្ចឹងហើយបានជាខ្ញុំពឹងឲ្យគាត់ចូលក្នុងវីដេអូហ្នឹងសម្រាប់បញ្ជាក់អ្នកទាំងគ្នាហើយបើសិនជាអត់ច្បាស់គឺខ្ញុំនឹង detail នៅវីដេអូមួយទៀតហើយមានចម្ងល់អីដដែលគឺ comment ខាងក្រោមមកខ្ញុំនឹងធ្វើការឆ្លើយតបនៅវីដេអូបន្តទៀតពីខ្ញុំហើយកោឬក៏Cora Podcast មានតែប៉ុណ្្នឹងទេសូមអរគុណច្រើនជម្រាបលា